បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាតាមរយៈ Channel ប្រវត្តិនៅថ្ងៃដែរ Channel ប្រវត្តិនឹងលើកយកនៅប្រវត្តិមួយទៀតទាក់ទងនឹងស្ដេចកនមកជម្រាបជូនដល់ពុកម៉ែបងប្អូនឲ្យបានដឹងបាទជានេះសូមពុកម៉ែបងប្អូនមកតាមដានទស្សនានិងស្ដាប់ជាមួយយើងខ្ញុំដូចតទៅនីកនស្ដេចជ្រេចរាជក្នុងចន្លោះពីឆ្នាំ1512ដល់ឆ្នាំ1525ស្ដេចច្រើនអង្គបានសោយរាជបន្តពីព្រះបាទពញាយ៉ាតខ្មែរវារំដោះយកបានខេត្តដែលសៀមបានដណ្ដើមយកទៅប៉ុន្តែដោយមានទំនាស់ក្នុងរាជវង្សខេត្តទាំងនោះបានត្រូវបាត់បង់សារជាថ្មីឡើងវិញព្រះបាទស្រីសុគន្ធបុត្រឆ្នាំ1504ដល់ឆ្នាំ1512ដែលស្នងរាជពីព្រះបិតានាមធម្មរាជាត្រូវបាននេកនធ្វើគុតនេកនជាកូនរបស់ទាសករម្នាក់ក្នុងចំណោមពួកបរិពារស្ដេចបងស្រីនេកនឈ្មោះនាងពៅហៅសមានរូបសម្ផស្សស្រស់ស្អាតណាស់នាងបានឡើងជាស្នំឯករបស់ព្រះបាទស្រីសុគន្ធបុត្រដែលយាងទៅគង់មូរយៈនៅទួលបាសានគ្រួសារនាងក៏បានបន់ស័ក្តិហើយកនក៏ជាប្អូនប្រុសនាងក៏បានធ្វើជាមន្ត្រីធំថ្ងៃមួយប្រជាទ្រង់សុបិនអាក្រក់ដែលហោរាកាត់ថានេកនចង់ជ្រែករាជទ្រង់រៀបចំផែនការយកនេកនទៅសម្លាប់ក្នុងទឹកពេលទៅក្រសាបឹងបងសំណាញ់ប៉ុន្តែនេកនដែលដឹងផែនការនោះតាមរយៈបងស្រីបានគេចខ្លួនរួចហើយទៅបំបះបំបោរាជនេកននាំទ័ពជាច្រើនវាយបានយកទីក្រុងភ្នំពេញរួចតាមធ្វើគុតព្រះរាជាទៀតផងប៉ុន្តែព្រះម្នាក់បានយកព្រះខ័នរាជដែលជានិមិត្តរូបនៃរាជាធិបតេយ្យទៅលាក់ទុកពេលនោះនេកនបានឲ្យគេធ្វើព្រះខ័នរាជคล้ายៗហើយឡើងសោយរាជនៅគ្រិស្តសករាជ1512បន្ទាប់មកដើម្បីបង្ហាញពីឫទ្ធិអំណាចរបស់ខ្លួនតៃកនបានកសាងរាជធានីថ្មីនៅភូមិស្រឡប់ក្នុងស្រុកត្បូងឃ្មុំខេត្តកំពង់ចាមសព្វថ្ងៃហើយឲ្យឈ្មោះថាក្រុងស្រឡប់ពីជ័យព្រៃនគរបាទសូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនថ្មីដែលមិនទាន់ Subscribe សូមជួយ Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលខ្ញុំបានបង្ហោះទៅអរគុណជួបគ្នានៅវីដេអូក្រោយទៀត